សួស្តីទាំងអស់គ្នាខ្ញុំសូមនេះយកមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ Twilight សម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូណេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះមិនអីទេដោយផ្អែកលើកិច្ចប្រជុំថ្ងៃនេះខ្ញុំនឹងព្យាយាមដាក់ស្នើរបាយការណ៍នៅយប់នេះតើអាចរៀបចំកិច្ចប្រជុំនៅទីតាំងនោះនៅសប្តាហ៍ក្រោយបានទេចាវាអាចទៅរួចបន្ទាប់មកខ្ញុំនឹងជួបអ្នកម្ដងទៀតការជំរុញមួយទៀតពួកគេមិនមែនផ្ដល់ពេលឲ្យអ្នកដល់ដង្ហើមទេខ្ញុំនឹងធ្វើរឿងចុងក្រោយតែមួយគត់ជញ្ចឹងតើអ្នកនឹងធ្វើដំណើរអាជីវកម្មនៅសប្តាហ៍ក្រោយទេប្រហែលជាអាចដរាបណាពួកគេមិនធ្វើឲ្យបាយការនៅខាងពួកគេខូចខ្ញុំបានព្យាយាមចាកចេញពីហានយ៉ុងប៉ុន្តែការលាលែងពីអំណាចរបស់ខ្ញុំមិនត្រូវបានទទួលយកទេមិនពេលដែលខ្ញុំអាចមានការភ្ញាក់ផ្អើលថាលោកប្រធានាធិបតីហុងអ៊ីនសបបានរៀបរៀងវាខ្ញុំត្រូវបានកោះហៅទៅការិយាល័យនាយកបដិបត្តិខ្ញុំបានបដិសេធការលាលែងពីអំណាចរបស់អ្នកដោយសារបុគ្គលិកលក្ខណៈដ៏ក្លាហានរបស់អ្នកខ្ញុំសង្ស័យថាវាមិនមែនដោយសារតែពាក្យតាចាមអារាមថាអ្នកចង់ចាកចេញពីហានយ៉ុងទេតើអ្នកមិនចូលចិត្តនាយកស្ថានរបស់អ្នកទេមិនមែនដូចនោះទេបើដូច្នោះសូមបន្តធ្វើឲ្យអស់ពីសមត្ថភាពហានយ៉ុងត្រូវការបុគ្គលិកដែលមានទេពកោសល្យដូចអ្នកអនុប្រធានយន្តដល់ក្តីគោរពយ៉ាងជ្រាលជ្រៅតើខ្ញុំអាចសុំរឿងមួយបានទេតើវាមិនរំខានអ្នកទេឬខ្ញុំតើអ្នកចង់មានន័យថាម៉េចរក្សាមនុស្សដូចខ្ញុំដែលគេស្គាល់ថាជាសហការីជាស្និទ្ធរបស់ហុងមីយ៉ាងនៅហានយ៉ុងខ្ញុំស្គាល់មីយ៉ាងច្បាស់ណាស់បើខ្ញុំត្រូវដាក់ឈ្មោះមនុស្សពីរនាក់ដែលនាងមិនដែលតាក់ទងទោះបីជានាងបានត្រឡប់ទៅកូរ៉េវិញក៏ដោយវានឹងជាខ្ញុំនៅអនុប្រធានយន្តនាងគឺជាមនុស្សតែម្នាក់ដែលមាននូវភាពជាអ្វីទាំងអស់ខ្ញុំយល់ហើយចាប់តាំងពីការផ្ទេរប្រាក់ទៅអឺរ៉ុបត្រូវបានលុបចោលខ្ញុំលែងមានហេតុផលដើម្បីលាលែងពីអំណាចទៀតហើយដូច្នេះនៅទីបញ្ចប់បានក្លាយទៅជាល្អបំផុតនិយាយសួស្ដីទៅកាន់លោកនាយកខ្វន់ជំនួសខ្ញុំផងហើយកន្លះឆ្នាំបានកន្លងផុតទៅយូរហើយប្រហែលជាប្រធានាធិបតីហុងអ៊ីនសបបាននិយាយអ្វីមួយប៉ុន្តែសូម្បីតែប្រធានក្រុមសងក៏លែងធ្វើឲ្យខ្ញុំពិបាកដែរអរគុណចំពោះរឿងនោះជីវិតការងារមានសន្តិភាពក្រៅពីបន្ទុកការងារដូច្នេះមើលទៅដូចជាអ្នកនឹងមានពេលទំនេរបន្តិចរហូតដល់សប្តាហ៍ក្រោយអត់ឯបានជាអ្នកសួរតើនេះជាអ្វីអ្នកដឹងទេរឿងអំពីការចរចាឡើងវិញនៅកិច្ចសន្យាថាន់ដោះនៅឆ្នាំក្រោយការកែតម្រូវអត្រាថ្លៃសេវាសារព័ត៌មានក្នុងស្រុកជាថ្នូរនឹងការបញ្ឈប់បន្ថយលក្ខខណ្ឌ DDU មិនមែនជាតំបន់របស់មេក្រុមទេឬហើយបានជាផ្ដាល់របស់នេះមកខ្ញុំមកទៅដូចជាប្រធានក្រុមសងនឹងត្រូវផ្ទេរទៅសាខាអឺរ៉ុបនៅឆ្នាំក្រោយបំណែកនេះដើមឡើយត្រូវបានក្រុងតុកសម្រាប់នាយកណាសង្វូនដូច្នេះខ្ញុំជឿថាអ្នកនឹងទទួលបន្ទុកឋានដោះម្ដងទៀតអីគេប៉ុន្តែយ៉ាងណាក៏ដោយសូមធ្វើការជាមួយក្រុមហិរញ្ញវត្ថុហើយពិនិត្យមើលទស្សនវិជ្ជានៅសប្តាហ៍ក្រោយយ៉ាងណាក៏ដោយល្អណាស់ដែលយើងនៅសល់មួយសប្តាហ៍ទៀតសូមជូនពរឲ្យមានសំណាងល្អនាយករវល់ណាហើយបានជាខ្ញុំមានអារម្មណ៍មិនល្អចំពោះរឿងនេះគួរតែឈប់ពីការងារកំលុបចោលអីថ្ងៃនេះជាថ្ងៃសុក្រហើយតែគាត់បែបជីនកំពុងវិលត្រឡប់មកពីដំណើរជីវកម្មរបស់គាត់ទេហើយខ្ញុំមិនបានឮដំណឹងពីគាត់តតែសោះអស់រយៈពេល4ថ្ងៃមកហើយខ្ញុំបានបញ្យល់ជាមួយបែបជិននោះកម្រណាចាប់តាំងពីពួកយើងមករៀបការបានជាង4ខែមុនមក PD យើងមិនដែលលើកសំឡេងរបស់យើងសូម្បីតែម្ដងការវយុទ្ធបានចាប់ផ្ដើមដោយសារតែបែបជិនមានទំនោរព្រួយបារម្ភខ្លាំងពេកអំពីហត្ថភាពនិងសុខភាពរបស់ខ្ញុំនេះជារបៀបដែលវាបានធ្លាក់ចុះចាប់ផ្ដើមបានធ្វើដំណើរទៅកាន់ទីក្រុងដេជុនដើម្បីស៊ើបអង្កេតបញ្ហាលំនាំដើមរបស់អតិថិជនធ្វើដំណើរទៅមកពីទីក្រុងសេអ៊ូលនិងទីក្រុងដេជុនរយៈពេល4ខែការអភិវឌ្ឍអំឡុងពេលស៊ើបអង្កេត
បានរកឃើញឯកសារ Snow នៃដែលបានលាក់ទុកវាជាអ្នកផ្លុំកញ្ចែវាស្ដែងឯកសារត្រូវបានសានទុកនៅក្នុងរោងចក្រដែលគេបោះបង់ចោលមួយនៅក្នុងទីក្រុង Auction ប៉ុន្តែពួកគេមានកម្រងហែកវាចោលក្នុងពេលឆាប់ៗនេះយើងមិនមានពេលតាក់ទងជំនួយខាងក្រៅទេយើងគួរតែទៅដោយខ្លួនឯងបើយើងមិនដោះស្រាយបញ្ហានេះលើនេះទេការស៊ើបអង្កេតនឹងត្រូវបានពន្យាពេលបន្ថែមទៀតវិបត្តិបន្ទាប់ពីរក្សាទុកឯកសាររួចរាល់នៅតាមផ្លូវចេញខ្ញុំបានជួបប្រទះនឹងឆ្មាំសន្តិសុខម្នាក់តើអ្នកជានរណាសេចក្តីសម្រេចបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនៅមកប្រហែល2-30នាទីទៀតភ្លឺសុវត្ថិភាពនិងសម្លេងហាក់បីបានជាអ្នករងចាំនៅខាងក្រៅខ្ញុំសុំទោសដែលខ្ញុំមិនបានទាក់ទងទៅអ្នកគ្រប់ពេលទាំងអស់ថ្មរបស់ខ្ញុំអស់ក្នុងពេលខទៅអ្នកបើវិនិច្ឆ័យលើរយៈពេលដែលគាត់ខឹងមែនហើយខ្ញុំទទួលស្គាល់ថាពេលខ្លះខ្ញុំអាចមានចរិតឆេវឆាវប៉ុន្តែពេលខ្លះគ្មានជំរើសទេនៅពេលអ្នកកំពុងធ្វើការខ្ញុំបានទៅទីក្រុងដេកជួនច្រើនដងក្នុងមួយខែខ្ញុំគ្រាន់តែចង់បញ្ចប់វាតាមដែលអាចធ្វើទៅបានហើយវាគ្រាន់តែជាជង្គង់ដែលរលត់ប៉ុណ្ណោះក៏ត្រូវបានគេចាក់ហើយគាត់កំពុងរវល់នឹងរឿងនេះមែនទេតើនោះជាបែបជាឥឡូវនេះមែនទេប្រហែលជាគាត់ស្ងប់ចិត្តបន្តិចហើយមែនទេដល់ពេលដែលគាត់ខកខានមិនបានឮសំឡេងខ្ញុំហើយបំបែបជាអ្នកស្រីការងាររបស់អ្នករួចរាល់ហើយឬនៅទេខ្ញុំមិនទាន់បានធ្វើវាទេខ្ញុំយល់ហើយហេតុអីតើមានអ្វីកើតឡើងចំពោះបែបជីនទេអីគេតើមានអ្វីកើតឡើងអញ្ចឹងប្រាប់ខ្ញុំមកអត់ទេគាត់ស្រវឹងខ្លាំងណាស់អីគេខ្ញុំពិតជាមិនជឿវាទេតើវាមានរយៈពេលប៉ុន្មានហើយជាង1ម៉ោងហើយគាត់ជាមនុស្សដែលធ្វើស្រាវីស្គីមួយដបពេញហើយមិនមានបញ្ហាអ្វីទេអត់អីបានជាគាត់ផឹកមែនហើយថ្ងៃនេះគាត់បានផឹកស្រាកៅលៀងពិតជាមានអ្នកណាម្នាក់ផ្ដល់ជូនរឿងនោះដល់ទៅបែបជីនមែនទេអ្នកជំនួយវិនិយោគជនជាតិចិនម្នាក់ឈ្មោះលីសៀវមីងគាត់ជាប្រភេទមនុស្សដែលចាប់ផ្ដើមនិយាយការងារឲ្យផឹកស្រាហើយភេទជាឲ្យគាត់ចូលចិត្តជាងគេគឺកៅលៀងខ្ញុំនឹងគាត់ទៅផ្ទះយល់ហើយខ្ញុំនឹងនៅក្បែរឡានអស់ទាស់ហ្មងខ្ញុំមិនជឿថាខ្ញុំឃើញបែបជាត្រង់ទេអរិយបានជាគាត់បញ្ចេញកំហឹងទៅកាន់ម៉ាក់ខ្ញុំក៏មិនអើពើនឹងកៅអីធម្មតាហើយទាញសាឡុងមកដាក់នៅមុខក្រេហាត់អីទៅនេះគឺឈួតណាស់តើគាត់កំពុងនិយាយអ្វីមួយមែនទេតើគាត់កំពុងនិយាយពេលកំពុងងុយគេងទេដូច្នេះយ៉ងមិនស្ដាប់ទេម៉ាក់អីគេមិនស្ដាប់ចុះយ៉ងមិនដែលស្ដាប់ទេចំពោះពាក្យតែមួយដែលខ្ញុំនិយាយតើអ្នកកំពុងធ្វើអីខ្វះបែបជីនតើអ្នកមិនគិតពីមនុស្សដែលអ្នកដែលបារម្ភពីអ្នកទេឬមិនក៏ឯងរឹងរូសម្លេះហើយមិនស្ដាប់តើអ្នកពិតជាកំពុងត្អូញត្អែទៅកាន់ម៉ាក់ខ្ញុំលើនេះមែនទេ